សួស្តីបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺសម្រាប់បងប្អូនដែលសួរថាតើថូហ្នឹងយើងអាចជួយអីយើងបានខ្លះអញ្ចឹងណាបាទជាសំខាន់ទៅគឺថូនេះគឺវាផ្ដោតទៅលើ view បងប្អូនអញ្ចឹងណាបាទគឺវាផ្ដោតទៅលើយើងចាក់ like ចាក់ share ចាក់ view អញ្ចឹងណាបាទដូចឥឡូវនេះខ្ញុំក៏កំពុងតែដាក់ run share page ផុនខ្ញុំដែរបាទប៉ុន្តែបងប្អូនម្ចាស់ជីវកម្មទេនិយាយទៅគេមិនមែនប្រើសម្រាប់តែ MMO ទេគេប្រើសម្រាប់ស៊ីប្រើ share page ស៊ីអីក៏បានដែរអញ្ចឹងណាបាទអ្វីដែលសំខាន់គឺយើងមាន account អញ្ចឹងទៅឥឡូវមកថាយើងមាន1000 account 10000 account អញ្ចឹងមកយើងដាក់ import វាចូលនឹង tool នឹងហើយគឺយើងចូលមក connect function ឲ្យវាចូលទៅ like ចូលទៅ share ចូលទៅ view share ចូល group អញ្ចឹងណាបាទអញ្ចឹងយើងគាត់តែ connect វាមកយើងចុចលើកន្លែងនេះមកយើងចុចលើ script មកនេះយើងមាន function share អញ្ចឹងណាបាទយើងអាច add វាចូលមកនេះកន្លែង share នេះអញ្ចឹង share ហ្នឹងយើងចង់ share ចូល account ក៏បានយើង share ចូល group ក៏បានបុក share ចូល group អញ្ចឹងណាបាទហើយយើងគ្រាន់តែ copy link យកមកផាសចូលកន្លែងនេះទៅបានហើយអញ្ចឹងណាឥឡូវមកថាខ្ញុំចូលមកក្នុង Facebook ផុនខ្ញុំមកខ្ញុំចង់ share page វីដេអូផុនខ្ញុំណាមួយមកខ្ញុំគ្រាន់តែចុចចូលទៅលើ page ផុនខ្ញុំអញ្ចឹងទៅបាទហើយបន្ទាប់ទៀតខ្ញុំ scroll មករក copy link វីដេអូនេះខ្ញុំ copy តែ link ហ្នឹងមកបាទ copy តែប៉ុណ្្នឹងមកហើយខ្ញុំយកមកផាសមកបានហើយបាទខ្ញុំយកមកផាសមកហើយខ្ញុំកំណត់ឲ្យវា view វីដេអូផុនយើងសិនបាទ view រយៈពេល30 second ទៅ1នាទីអីចឹងណាបាទឥឡូវមកថាខ្ញុំដាក់30ទៅ60អីចឹងទៅបាទហើយអានេះខ្ញុំកំណត់ឲ្យវា like បេះដូង like អីសិនទៅចាំវាកំណត់ចូលមកកន្លែង share នេះបាទអញ្ចឹងតើតើការ share នេះទីសុទ្ធយើងចង់ share ចូល group ក៏បាន share ចូលណាក៏បានដែរណាបាទអញ្ចឹងយើងកំណត់តែប៉ុណ្្នឹងហើយយើងចុច add វាចូលទៅបាទយើងចុចតែប៉ុណ្្នឹងទៅគឺវាមកកន្លែងនេះ auto ហើយអញ្ចឹងយើងចុចទៅ save មកយើងបិទវាទៅយើងចុច start ទៅគឺវាដើរនេះបងប្អូនឃើញទេបាទអានេះខ្ញុំក៏កំពុងដាក់ run share page ផងខ្ញុំដែរបាទខ្ញុំក៏កំពុងតែដាក់ run share page ខ្ញុំលក់កាហ្វេលក់អីដូចតែគ្នាទេអញ្ចឹងណាបាទបងប្អូនជាអ្នករកស៊ីអនឡាញបាទយើងអ្នកលក់ដូរអ្នកអីក៏យើងអាចយកទៅ share បានដូចគ្នាអញ្ចឹងណាបាទហើយបើសួរថាថូនហ្នឹងវាជួយជំរុញ page ផងយើងបានអត់បានបងប្អូនអ្វីដែលសំខាន់ឲ្យតែ account នេះវាមាន friend មាន group ឲ្យយើង share ចូលទៅបាទគឺអាច share ទៅគឺវាឡើង reach ដូចគ្នាអញ្ចឹងណាបាទអ្វីដែលសំខាន់គឺ friend បាទ account ហ្នឹងគឺយើងមាន build យើងលេង active វា add friend អត់អីទៅបាទនេះហ្នឹងហើយយើងអាចដាក់វា add friend confirm friend auto អីចឹងទៅយើង post share join group អីចឹង auto វាមានមុខងារ function មកចប់ចឹងណាហ្នឹងហើយអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយបងប្អូនដែលចង់បាន tool ហ្នឹងគឺអាចទិញយកទៅប្រើប្រាស់បានអញ្ចឹងណាបាទអូខេសូមអរគុណច្រើនបងប្អូនអរគ្នា